ការបន្តបេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ានក្រោមការដឹកនាំរបស់ហ្វីលីពីននៅតំបន់ព្រំដែននិងជំហររបស់កម្ពុជាជំរុញឲ្យភាគីថៃចាត់បញ្ជូនក្រុមការងារបច្ចេកទេសចុះវាស់វែងលើដីជាក់ស្ដែងជាបន្ទាន់បន្ទាប់ពីបានចុះសង្កេតការណ៍ផ្ទៀងផ្ទាត់និងរាយការណ៍នៅប្រាសាទព្រះវិហារក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ក្រោមអាណត្តិដឹកនាំរបស់ហ្វីលីពីននៅព្រឹកថ្ងៃទី17ខែឧសភាឆ្នាំ2026បានបន្តចុះសង្កេតការណ៍ផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពនៅក្នុងតំបន់ភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដែលយោធាថៃបានបើកការវាយប្រហារដោយកម្លាំងនិងបន្ទាប់មកបានរាយបន្លាលួសនិងដាក់ពង្រាយទូកុងតឺន័រដើម្បីកាន់កាប់ដោយខុសច្បាប់ដោយបានរារាំងប្រជាពលរដ្ឋខ្មែរជាច្រើនគ្រួសារមិនឲ្យវិលត្រឡប់ទៅកាន់លំនៅឋានវិញបាននៅឡើយបេសកកម្មរបស់ AOT នៅតំបន់ព្រំដែនគឺដើម្បីពិនិត្យមើលការគោរពអនុវត្តបទឈប់បាញ់និងវិធានការទាំងអស់ដែលមានចែងនៅក្នុងសេចក្តីប្រកាសរួមចុះថ្ងៃទី27ធ្នូឆ្នាំ2025រវាងកម្ពុជាថៃការចុះសង្កេតការណ៍នៅលើទីតាំងដែលយោធាថៃកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ខាងលើនេះគូសបញ្ជាក់ពីភាពចាំបាច់និងដាច់ខាតក្នុងការចាប់ផ្ដើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាថៃឲ្យបានឆាប់បំផុតស្របតាមសេចក្តីព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំណុចទី3នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC ចុះថ្ងៃ27ធ្នូ2025ដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរអាចវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយគ្មានការរារាំងដោយសុវត្ថិភាពនិងដោយសេចក្តីថ្លៃថ្នូរនៅថ្ងៃដដែលនោះក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ក្រោមការសម្របសម្រួលរបស់ក្រុមអ្នកសម្របសម្រួលនៃបរិជាណាចក្រកម្ពុជាក៏បានចុះទៅសង្កេតការណ៍ផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិសិលាខ្មែរឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដែលប្រជាពលរដ្ឋកម្ពុជាបានបង្កបង្កើនផលនិងអាស្រ័យផលជាយូរណាស់មកហើយទីតាំងនោះក៏ត្រូវបានកម្ពុជាបន្តកាន់កាប់ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃ27ធ្នូឆ្នាំ2025ឆ្លៀតឱកាសនេះកម្ពុជាសូមបញ្ជាក់ជំហរសារជាថ្មីថាការវាស់វែងនិងខណ្ឌសីមាលើដីជាក់ស្ដែងគឺជាសមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ក្នុងន័យនេះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរួមទាំងយោធាក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្មានសមត្ថកិច្ចក្នុងការចង្អុលបង្ហាញខ្សែព្រំដែននៅលើដីជាក់ស្ដែងនោះឡើយការផ្ទៀងផ្ទាត់និងបញ្ជាក់ខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនៅលើដីជាក់ស្ដែងគឺជាសមត្ថកិច្ចរបស់ក្រមការងារវាស់វែងចម្រុះដែលស្ថិតក្រោមរចនាសម្ព័ន្ធរបស់គណៈកម្មការ JBC នៃភាគីទាំងពីរកម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនៅការកែប្រែខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលផ្ទុយពីអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមនិងផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិនសៀមព្រមទាំងកំណត់ហេតុកិច្ចប្រជុំនិងកំណត់ហេតុបោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិនសៀមក៏ដូចជាកំណត់ហេតុរបស់គណៈកម្មការ JBC MOU ឆ្នាំ2000និង TOR ឆ្នាំ2003ជាដើមលើសពីនេះកម្ពុជាប្រកាសមិនទទួលស្គាល់ជាដាច់ខាតនៅការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងទាំងពេលកន្លងទៅទាំងពេលបច្ចុប្បន្ននិងពេលអនាគតកម្ពុជាជំរុញឲ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះចុះលើដីជាក់ស្ដែងដើម្បីបន្តការងារព្រមទាំងស្នើរៀបចំកិច្ចប្រជុំគណៈកម្មការ JBC នៃភាគីទាំងពីរឲ្យបានឆាប់បំផុតរាជរដ្ឋាភិបាលកម្ពុជានៅតែបញ្ជាក់ពីការបដិញ្ញាចិត្តយ៉ាងរឹងមាំម៉ត់ចត់ស្មោះត្រង់និងសុចរិតក្នុងការគោរពនិងអនុវត្តយ៉ាងពេញលេញនិងខ្ជាប់ខ្ជួនបំផុតនៅសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC ថ្ងៃទី27ធ្នូឆ្នាំ2025សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃថ្ងៃ26ខែតុលាឆ្នាំ2025និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀតដើម្បីឆ្ពោះទៅការធ្វើឲ្យប្រសើរឡើងឆាប់រហ័សនិងការវិលត្រឡប់ទៅរកប្រក្រតីភាពសន្តិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែន
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរំលឹកជូនថាក្នុងឱកាសសន្និសីទសារព័ត៌មានរួមគ្នាកាលពីថ្ងៃទី7 ខែឧសភាឆ្នាំ2026ក្រោយពីបញ្ចប់កិច្ចប្រជុំត្រីភាគីកម្ពុជាហ្វីលីពីននិងថៃនៅឯកោះស៊ីប៊ូប្រទេសហ្វីលីពីនសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិអាណាចក្រកម្ពុជាបានអំពាវនាវឲ្យមានការអនុវត្តដោយពេញលេញភ្លាមនិងទាំងស្រុងនៅសេចក្តីប្រកាសរួមថ្ងៃ27ធ្នូឆ្នាំ2025ជាពិសេសចំណុចទី3ដោយត្រូវចាប់ផ្ដើមដំណើរការឡើងវិញជាបន្ទាន់នៅការវាស់វែងនិងខណ្ឌសីមារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដោយគ្មានការពន្យាពេលតទៀត